តោះគ្នាយើងនៅគេខ្លះប្រើ iPhone ហើយលេងទូរស័ព្ទយប់ឡើងតម្លាក់ពលឺអស់ហើយនៅមានអារម្មណ៍ថាចាំងភ្នែកទៀតខ្ញុំមានវិធីមួយថ្ងៃនេះគឺយើងគ្រាន់តែបិទអានេះតម្លាក់ពលឺបើកពលឺពេញវិញអូខេម្ដងទៀតខ្ញុំបិទពលឺអស់ពេលលេងទូរស័ព្ទយប់ឡើងអ្នកខ្លះតម្លាក់ពលឺចឹងហើយនៅចាំងភ្នែកទៀតយើងគ្រាន់តែថេបអានេះកាត់ពលឺហើយចុចមួយបើកវិញចង់ដឹងថាធ្វើម៉េចតោះទៅតាមដានទាំងអស់គ្នាខ្ញុំសូមបើកពលឺសិនដើម្បីបង្ហាញចឹងយើងចូលទៅកាន់ app shortcut របស់ iPhone អូខេបន្ទាប់ពីចូល app shortcut ហើយគឺយើងបង្កើត shortcut ថ្មីមួយបន្ទាប់មកយើង search ពាក្យ set waypoint អូខេយើង select set waypoint បន្ទាប់មកយើងដូរពី turn waypoint on ទៅពាក្យ toggle មានន័យថាឲ្យវាបិទបើកអូខេអញ្ចឹងយើងចុច done ពេលយើងចង់ add ទៅ home screen យើងគ្រាន់តែចុចប៊ូតុង share add to home screen យើងអាចកំណត់ឈ្មោះបានយើងដាក់ថា reduce brightness អូខេខ្ញុំដាក់ reduce brightness ខ្ញុំដាក់ពណ៌ Q ហើយមាន icon ច្រើនយើងអាចដាក់ icon អីក៏បានខ្ញុំសាក search ពាក្យ brightness មើលមានអត់មានទេ lamp អូខេអំពូលខ្ញុំដាក់រូបអំពូលភ្លើងមួយនេះអូខេបន្ទាប់មកខ្ញុំចុច add អូខេអញ្ចឹងបើសិនជាយប់ឡើងខ្ញុំតម្លាក់ពលឺអស់ហើយមានអារម្មណ៍ថាចាំងភ្នែកទៀតពេលយើងលេងទូរស័ព្ទបិទភ្លើងយើងអាចកាត់ brightness បានដោយគ្រាន់តែចុច shortcut ដែលយើងបានបង្កើតបន្ទាប់មកយើងអាចបើកវិញដើម្បីឲ្យវាដំណើរការធម្មតា